ផលិតជារុក្ខជាតិម្យ៉ាងដែលអត់ខុសពីមើមឈូគេរបស់វាត្រូវចាក់ពីក្រោមមកជាមួយនឹងដីល្បាប់ដើម្បីលូតជាពលាស់និងផ្កាផលិតឬក៏ដើមផលិតមកបង្ហាញនៅលើផ្ទៃសាកស្មៃមើលថាប្រើពេលយូរប៉ុណ្ណាទម្រាំតែបានចេញផ្កាផលិតមកផ្ការបស់វាអាចតាំងលម្អនៅលើផ្ទៃទឹករបស់វាយើងអាចយកទៅធ្វើជានលក់ឬក៏លបាយនំបញ្ចុកឬក៏ស្លតាមចំណង់ចំណូលចិត្តផលិតជារុក្ខជាតិម្យ៉ាងដែលអត់សូវគេឲ្យតម្លៃប្រមាណតែគេគិតថាវាជារុក្ខជាតិម្យ៉ាងដែលដុះចេញពីភក់ឯងហើយអត់បានដាំក៏ដុះដែរគេអត់សូវឲ្យតម្លៃទៅលើរុក្ខជាតិមួយប្រភេទនេះទេបើសិនជាលក់បានក៏លក់បានថោកដែរវាអត់ខុសពីជីវិតមនុស្សសពថ្ងៃទេខ្លះជាយាមមែនតែនប្រឹងប្រែងមែនតែនដើម្បីទៅដល់គោលដៅរបស់ខ្លួនលះបង់គ្រប់យ៉ាងដើម្បីជោគជ័យតែនៅពេលដែលព្យាយាមលះបង់ឬក៏ធ្វើអ្វីមួយដើម្បីនរណាម្នាក់ទីផ្សោតលទ្ធផលដែលទទួលបានគឺអត់សមបំណងទេព្រោះគេអត់បានគិតដូចយើងនោះទេយើងក៏អត់មានសិទ្ធិខឹងឬក៏ទៅហាមឃាត់គេដែរនោះយើងម្នាក់តែងតែមានការគិតនិងគំនិតផ្សេងគ្នាថាវាជាមេរៀននិងបទពិសោធន៍សម្រាប់ជីវិតរបស់យើងអនុញ្ញាតឲ្យខ្លួនឯងដោះលែងបើចង់យំក៏យើងអាចយំឲ្យអស់ដែរក៏លះហេតុជួយទឹកភ្នែកចិត្តថារឿងទាំងអស់នឹងជាយល់សប្តិទៅបានហើយ